សូមស្វាគមន៍មកកាន់ Noli for You TOTOS សូមជួយចុច like និង subscribe តើ root ត្រូវបានបង្កើតឡើងដោយនរណាចម្លើយដែលត្រឹមត្រូវគឺចម្លើយកលោក Whitcomb L. Judson លោក Whitcomb L. Judson ជាវិស្វករមកពីសហរដ្ឋអាមេរិកបានបង្កើត root ដំបូងគេនៅឆ្នាំ1893 ប៉ុន្តែ root របស់គាត់ពុំដំណើរការបានល្អនោះទេដែលជាហេតុធ្វើឲ្យប្រជាជននាពេលនោះមិនសូវទិញ root មកប្រើប្រាស់ច្រើនឡើយក្រោយមកលោក Dr. Gideon Sundback មកពីប្រទេសស៊ុយអែតបានដោះស្រាយបញ្ហាមួយនេះប្រសិនបើយើងយកខ្មៅដៃមួយដើមមកគូសជាខ្សែបន្ទាត់ត្រង់តើយើងអាចគូសបានចម្ងាយប៉ុន្មានទើបសឹកបណ្ដូលខ្មៅដៃនោះអស់ចម្លើយដែលត្រឹមត្រូវគឺចម្លើយកចម្ងាយ55គីឡូម៉ែត្របើតាមការលើកឡើងរបស់សៀវភៅ Thoughts and Actions ខ្មៅដៃមួយដើមអាចសរសេរជាពាក្យក្នុងភាសាអង់គ្លេសបានប្រមាណប្រហែល 50,000 ពាក្យឬអាចគូសជាបន្ទាត់ត្រង់បានចម្ងាយប្រមាណ55គីឡូម៉ែត្រសម្រាប់អ្នកបើកបរយន្តហោះអង់គ្លេសចូលចិត្តប្រើប្រាស់ខ្មៅដៃព្រោះពួកគេមិនអាចប្រើប្រាស់ប៊ិចនោះទេព្រោះប៊ិចអាចនឹងហៀទឹកអរគុណសម្រាប់ការតាមដានទស្សនាសូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀត